ក្មេងស្រីដែលមានអាយុទើបតែ19ឆ្នាំម្នាក់នេះត្រូវបានប៉ូលីសចាប់ខ្លួនបន្ទាប់ពីរកឃើញថានាងរួមភេទជាមួយឆ្កែចិញ្ចឹមរួចថតវីដេអូនិងបង្ហោះក្នុងបណ្ដាញសង្គមបងប្អូនប្រហែលជាកំពុងតែភ្ញាក់ផ្អើលគិតមិនយល់ឬកំពុងតែឆ្ងល់ថាតើមានរឿងអ្វីកើតឡើងចំពោះនាងហើយអ្វីបានជានាងអាចធ្វើរឿងហ្នឹងទៅរួចហើយចង់ដឹងដែរឬទេថាតើនាងនឹងត្រូវប្រឈមមុខចំពោះច្បាប់និងត្រូវពិន័យអ្វីខ្លះសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ page និង channel Art កំបាំងឬ The Mystery តើពិភពលោកនេះក្រឡាប់ចាក់ឬក៏ដោយសារតែការរីកចម្រើនខ្លាំងពេកបានជាធ្វើឲ្យមនុស្សមួយចំនួនក្នុងសម័យថ្មីនេះធ្វើរឿងប្លែកៗមិននឹកស្មានដល់ពេលខ្លះសូម្បីតែស្រមៃក៏មិនចេញផងថារឿងបែបនេះអាចកើតឡើងបានជាស្ដែងដូចជាករណីក្មេងស្រីដែលមានអាយុទើបតែ19ឆ្នាំម្នាក់នេះជាដើមយោងតាមសារព័ត៌មាន Mirror ក្មេងស្រីម្នាក់នេះមានឈ្មោះថា Denise Fraser នាងត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវបានគេរកឃើញថាបានរួមភេទជាមួយសត្វសនក់ចិញ្ចឹមរបស់ខ្លួនជាច្រើនដងហើយមិនត្រឹមតែប៉ុណ្ណោះទេនាងថែមទាំងបានថតវីដេអូរួចហើយយកទៅបង្ហោះក្នុងបណ្ដាញសង្គម Snapchat ទៀតផងក្នុងកំឡុងពេលសវនាការដំបូងរបស់នាងកាលពីថ្ងៃប្រហ័សទី8ខែមេសានេះចៅក្រមបានពិន័យនាងជាបឋមទៅទឹកប្រាក់ចំនួន$25,000និងត្រូវបានបញ្ជាឲ្យនៅឆ្ងាយពីសត្វរហូតដល់ការកាត់ក្តីត្រូវបានបញ្ចប់ជាស្ថាពរលើពីនេះទៅទៀតក្នុងករណីការស្រាវជ្រាវបន្តរកឃើញថានាងមានកំហុសធ្ងន់ធ្ងរជាងនឹងនោះ Fraser អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់10ឆ្នាំជុំវិញការចោទប្រកាន់ពីបទរួមភេទខុសពីធម្មជាតិនិងការបៀតបៀនផ្លូវភេទឃោរឃៅទៅលើសត្វគួរបញ្ជាក់ថាករណីរបស់នាងមិនមែនទៅតែកើតឡើងថ្មីនេះប៉ុណ្ណោះទេដោយធ្លាប់ត្រូវបានគេលើកយកមកជជែកតាមបណ្ដាញសង្គមកន្លងមកផងដែរក្នុងនោះជនសង្ស័យក៏ធ្លាប់បានបដិសេធការចោទប្រកាន់នេះក្នុងវីដេអូ TikTok ដោយបានបង្ហោះក្នុងគណនីរបស់នាងកាលពីខែកុម្ភៈដោយភ្ជាប់ជាមួយនឹងសំណេរមួយនេះប៉ុន្តែ The Mystery សូមមិនបកប្រែជាភាសាខ្មែរជូនបងប្អូននោះទេដោយសារតែនៅក្នុងសំណេរនោះមានជាមួយនឹងពាក្យអសុរោះជាច្រើនក៏ដូចគ្នានេះផងដែរមន្ត្រីក្នុងរដ្ឋ Mississippi របស់សហរដ្ឋអាមេរិកបានផ្ដល់ព័ត៌មានលម្អិតអំពីករណីនេះថានាងត្រូវបានចាប់ខ្លួននៅផ្ទះរបស់នាងជាមួយនឹងសំណក់ពីក្បាលដែលក្រោយមកត្រូវបានរឹបអូសនិងរក្សាទុកក្នុងមន្ទីរមើលថែរក្សាសត្វចិញ្ចឹមបងប្អូនមកដល់ចំណុចនេះខ្ញុំចង់បញ្ជាក់ថាយោងតាមសម្ដីរបស់អ្នកស៊ើបអង្កេតមួយក្នុងចំណោមសំណក់ទាំងពីរគឺជាសំណក់ប្រភេទ Shepherd របស់អាល្លឺម៉ង់ដែល Fraser ចាត់ទុកជាសំណក់សម្រាប់បម្រើសេវាកម្មហើយវាគឺជាសំណក់តែមួយដែលបានបង្ហាញក្នុងវីដេអូដែលត្រូវបានគេរកឃើញក្នុងបណ្ដាញសង្គម Snapchat កាលពីខែកុម្ភៈហើយក្រៅពីសំណក់ទាំងពីរនោះគេក៏ប្រទះឃើញមានបុរស2នាក់នៅក្នុងផ្ទះរបស់នាងពេលត្រូវបានចាប់ខ្លួនផងដែរបើយោងតាមចម្លើយសារភាពរបស់ Fraser បាននិយាយថាក្នុងវីដេអូនោះគឺពិតជារូបនាងប្រកបមែនដោយនាងទទួលបានប្រាក់ឈ្នួលជាថ្នូរនឹងការថតវីដេអូប៉ុន្តែគឺនាងធ្វើដោយសារតែការបង្ខំតែប៉ុណ្ណោះចំណែកខាងអាជ្ញាធរបានចាត់ទុកថានេះគឺជាករណីមួយក្នុងចំណោមករណីដែលអាក្រក់គួរឲ្យអាម៉ាស់និងមានការរំខានបំផុតដែលពួកគេត្រូវស៊ើបអង្កេតក្នុងនោះនាយកដ្ឋានផ្នែកស៊ើបអង្កេត JCSD ក៏បានរកឃើញវីដេអូជាច្រើនដែលនាងបានថតរួចនៅតាមកន្លែងផ្សេងទាំងក្នុងនិងក្រៅផ្ទះក៏ដូចជាតាមតំបន់ផ្សេងផងដែរតែពួកគាត់សូមមិនបង្ហាញជាសាធារណៈនោះទេព្រោះវាមានលក្ខណៈអាភាសនិងប៉ះពាល់ទៅនឹងសេចក្តីថ្លៃថ្នូរផ្លូវភេទខ្លាំងពេកជាចុងក្រោយតើបងប្អូនយល់យ៉ាងណាសូមខមមិននៅខាងក្រោមនៃវីដេអូមួយនេះសម្រាប់ចំណាប់អារម្មណ៍របស់ខ្ញុំផ្ទាល់នេះគឺជាទង្វើគួរឲ្យអាម៉ាស់និងស្អប់ខ្ពើមបំផុតការរំលោភបំពានឬធ្វើ